រឿងទឹកដីអាយដាមសសុខាអំពីវនីវដល់ជនរួមជាតិបន្តមានស្មារតីវិញជាធ្នងមួយនឹងជឿជាក់លើប្រមុខរាជរដ្ឋាភិបាលពីវេទិកាធិបតីនៃវិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាសសយក ស្រុកឯកភ្នំខេត្តបាត់ដំបងកាលពីថ្ងៃទី31ខែឧសភាឆ្នាំ2025អាយដាមសសុខាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែងបាត់ដំបងនិងបន្ទាយមានជ័យបានអះអាងថាប្រជាពលរដ្ឋខ្មែរទាំងអស់ទាំងក្នុងនិងក្រៅប្រទេសរួមទាំងយុវជនមានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់និងការដាក់ចេញយុទ្ធសាស្ត្រដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាជុំវិញបញ្ហាព្រំដែនតំបន់មុំ3បង្កឡើងដោយកងទ័ពថៃបើតាមអាយដាមសសុខាស្របតាមលំអាននៃគំរូវីរភាពដឹកនាំដ៏អង្អាចរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានប្រសិទ្ធិគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការពារបូរណភាពទឹកដីដើរទន្ទឹមគ្នានឹងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាពលើវិស័យជាច្រើនទៀតរវាងកម្ពុជាថៃដើម្បីធានាប្រក្រតីភាពនៃឧត្តមប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសទាំងសងខាងពោលគឺទន្ទឹមនឹងការពារទឹកដីដូនតាមមិនឲ្យបាត់បង់សូម្បី1មីលីម៉ែត្រនោះគឺសម្ដេចក៏មានឆន្ទៈដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីដើម្បីធានាបានព្រំដែនមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍពីវេទិកានោះដែរអាយដាមសសុខាក្នុងនាមអនុប្រធានសសយក ក្រោមការដឹកនាំរបស់អាយដាមប្រធានហ៊ុនម៉ាណីក៏បានថ្លែងជាថ្មីទៀតចូលរួមរំលែកមរណទុក្ខចំពោះការពលីរបស់កងកម្លាំងយោធាពលខេមរៈភូមិន្ទក្នុងព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធបង្កឡើងដោយកងទ័ពថៃមកលើកងទ័ពកម្ពុជានៅតំបន់មុំ3ខេត្តព្រះវិហារជាមួយគ្នានេះអាយដាមក៏អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសបន្តមានស្មារតីវិញជាធ្នង់មួយក៏ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឲ្យប៉ះពាល់ដល់ដំណោះស្រាយប្រកបដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះដែរ